ដើម្បីជួយអ្នកភូមិប្រមូលផលស្រូវសាលីនៃភូមិបានធ្វើសិទ្ធិក្នុងវងត្រីគ្រឿងមកពីក្រៅប៉ុន្តែអ្នកភូមិបែរជាយល់ថាគេពេញចំណេញក៏មកវាកំទេចម៉ាស៊ីននិងដេញគេចេញពីភូមិដោយសារតែខាងខ្លាំងពេកក្មេងប្រុសនេះក៏សម្រេចចិត្តនាំម៉ាស៊ីនច្រូតកាត់ទាំង20គ្រឿងទៅពេញចិត្តខាងភ្លាមនេះមិនយូរទៀតនឹងមានភ្លេងធ្លាក់ខ្លាំងគេចង់ដឹងថាបើគ្មានម៉ាស៊ីននៅទេតើអ្នកភូមិនឹងដោះស្រាយបែបណាតាមទឹកទៅការពីបេតថ្ងៃមុនមេភូមិបានមកសឹងជំនួយពីគេដោយសាររដូវភ្លៀងជិតមកដល់ហើយស្រូវសាលីចំនួន800ហិកតានៅក្នុងស្រែមិនទាន់ច្រូតកាត់ក្មេងប្រុសមិនបង្អង់យូរក៏ទូរស័ព្ទទៅមិត្តចាស់នៅស្ថានីយ៍គ្រឿងយន្តដើម្បីសុំម៉ាស៊ីន20គ្រឿងហើយដោយសារការគូគ្រោងត្រែងពីមិត្តភ័ក្តិនៅរសៀលថ្ងៃនេះម៉ាស៊ីនទាំងនោះក៏បានមកដល់ភូមិយ៉ាងក្រឹតក្រែងដើម្បីឲ្យអ្នកភូមិអស់កង្វល់គេបានប្រកាសជាសាធារណៈថាទឹកថ្លៃត្រឹមតែ80ក្នុង1ហិកតាហើយថ្លៃសាំងនឹងអាហារគឺជាអ្នកចេញទាំងអស់តែដំណឹងនេះបានមកទៅដល់ប្រជាអ្នកមានអំណាចក្នុងភូមិឈ្មោះឈឿនដាបស៊ូប៉ុន្មានឆ្នាំមកនេះឈឿនដាបស៊ូតែងតែផ្ដាច់មុខការងារច្រូតកាត់ក្នុងភូមិពេលលើដំណឹងនេះគេក៏នាំបាក់ពួកទៅរកភ្លើងប្រុសតែទេឃើញមិត្តភ័ក្តិរបស់ភ្លើងប្រុសដែលមានមេឃមិនដឹងគេក៏បាត់គេបានត្រឹមតែនិយាយទម្រាបមួយម៉ាត់នេះក៏ដើរជើងទៅវិញដើម្បីកុំឲ្យអ្នកភូមិខាតបង់គេបានយកស្រែកខ្លួនឯងមកសាកល្បងម៉ាស៊ីនហើយដោយមានសម្លេងកងដំពងម៉ាស៊ីនទាំង20គ្រឿងក៏ចាប់ដើមធ្វើតាមយ៉ាងប៉ុន្តែមិននឹកស្មានថាពេលកំពុងច្រូតកាត់បានពាក់កណ្ដាលម៉ាស៊ីនច្រូត3គ្រឿងស្រាប់តែបាក់កាំបិតកាត់ទាំងអស់កំឡោះនោះចូលទៅជិតមើលទើបដឹងថាមានបំណែកដៃកប់ក្នុងដីច្រើនណាស់នេះច្បាស់ជាការបំផ្លាញដោយចេតនាប៉ុន្តែមិនទាន់ទាំងបានបកស្រាយផងឈានតាប់ក៏នាំសាច់ញាតិមួយចំនួនមកដល់ក្បាលដីហើយបង្ខូចកេកឈ្មោះកំឡោះនោះថាយកម៉ាស៊ីនចាស់មកបោកប្រាស់អ្នកភូមិកំឡោះនោះប្រាប់ថាថ្លៃដើម80ប៉ុន្តែម៉ាស៊ីនខូចក្នុងដីស្រូវដែលខូចខាតបូករួមទាំងថ្លៃខាតបង់និងថ្លៃជួសជុលកិននីទៅគឺថ្លៃជាង200ដែលគាត់យកទៅទៀតក្រោមការញុះញង់របស់ឈានតាប់ឲ្យអ្នកភូមិខឹងសម្បាយ៉ាងខ្លាំងជេរប្រមាថកំឡោះនោះថាជាមនុស្សចិត្តខ្មៅយករបស់ខូចមកបោកប្រាស់គេធ្វើឲ្យខូចខាតការច្រូតកាត់របស់ភូមិមិនខ្លាចរន្ទះបាញ់ទេឃើញក្រុមមនុស្សអកតញ្ញូទាំងនេះកំឡោះនោះទ្រាំមិនបានក៏ក្តាប់ដៃណែននេះហើយជាអ្នកភូមិដែលគេខំយកលុយខ្លួនឯងនិងយកជីវិតទៅការពារឃើញម៉ាស៊ីនច្រូត20គ្រឿងចិត្តត្រូវគេវាយកំទេចស្រាប់តែមេភូមិភ្នំខៀវនាំមនុស្សមកគាត់ថាបើអ្នកភូមិទន្លេលឿងមិនដឹងគុណទេភូមិភ្នំខៀវនឹងអញ្ជើញកំឡោះនោះទៅជួយច្រូតវិញថ្លៃឈ្នួលអាចចរចាបានកំឡោះនោះបញ្ជាឲ្យម៉ាស៊ីន20គ្រឿងលើកកាំបិតចេញទៅភូមិភ្នំខៀវភ្លាមអ្នកភូមិភ័យស្លន់ស្លោតែឈានតាប់នៅតែអួតថាគេទៅក៏មិនអីគាត់នឹងច្រូតស្រូវឲ្យអ្នកភូមិបានពេលនោះសញ្ញាព្រមានអាកាសធាតុក៏មកដល់ព្រឹកឡើងម៉ាស៊ីនច្រូតស្រូវចំនួន20គ្រឿងបានមកដល់នៅពេលបញ្ជាម៉ាស៊ីនទាំងនោះបានសម្រុកចូលវាលស្រូវទន្ទឹមនឹងនេះនៅភូមិលីវម៉ាស៊ីនរបស់ឆែន JBL បានខូចបន្ទាប់ពីច្រូតបានតែ2ហិកតាអ្នកភូមិខឹងសម្បាហើយឡោមព័ទ្ធគាត់ប៉ុន្តែឆែន JBL បានទាមទារប្រាក់500យុនដើម្បីជួសជុលអ្នកភូមិខឹងខ្លាំងណាស់ដែលគាត់ឆ្លៀតឱកាសកេងចំណេញប៉ុន្តែគាត់បានទៅវិញថាគាត់ជាមនុស្សតែម្នាក់គត់ដែលមានម៉ាស៊ីនហើយបើមិនបង់ប្រាក់ទេស្រូវនឹងត្រូវខូចខាតទាំងអស់ជួយផង